ភាគទី1ការមកដល់របស់បុរសទីក្រុងពិសិដ្ឋជាបុរសវ័យ28ឆ្នាំមានមុខរបរជាស្ថាបត្យកររចនាផ្ទៃខាងក្នុងដ៏ជោគជ័យម្នាក់នៅភ្នំពេញជីវិតរបស់គាត់ពោរពេញទៅដោយសម្លេងអ៊ូអរនៃម៉ាស៊ីនត្រជាក់ភ្លើងហ្វាភ្លឺចែងចាំងនិងគំនូសព្រាងរាប់មិនអស់ប៉ុន្តែនៅក្រោមភាពជោគជ័យនោះពិសិដ្ឋមានអារម្មណ៍ថាខ្លួនបាត់បង់នូវភាពស្ងប់ស្ងាត់និងភាពពិតប្រាកដនៃជីវិតនៅដើមខែវស្សាគាត់បានសម្រេចចិត្តរត់គេចពីភាពមមាញឹកដោយធ្វើដំណើរទៅកាន់ភូមិបណ្ដែតទឹកមួយឈ្មោះថាកំពង់សុបិនដែលល្បីល្បាញដោយសារភាពស្ងប់ស្ងាត់និងទិដ្ឋភាពថ្ងៃលិចដ៏អស្ចារ្យកំពង់សុបិនមិនមែនជាភូមិទេសចរណ៍ធំដុំទេវាជាភូមិអ្នកនៃសត្វតូចមួយដែលផ្ទះនីមួយៗអណ្ដែតលើផ្ទៃទឹកថ្លាខៀវដែលតាក់ទាញចិត្តពិសិដ្ឋជាខ្លាំងនៅពេលទូកតូចរបស់ពិសិដ្ឋចូលចតនៅក្បែរផ្ទះជួលតូចមួយដែលមានបង្គោលខ្ពស់ស្រឡះគាត់មានអារម្មណ៍ថាពេលវេលាបានដើរយឺតខុសពីធម្មតាខ្យល់អាកាសបរិសុទ្ធបក់នាំក្លិនភក់លីនឹងក្លិនផ្កាកំប្លោកម្ចាស់ផ្ទះជួលនោះបានណែនាំគាត់ទៅកាន់សុវណ្ណារីនារីម្នាក់ដែលរស់នៅផ្ទះក្បែរនោះដែលជាអ្នកជួយមើលការខុសត្រូវផ្សេងៗសុវណ្ណារីវ័យ25ឆ្នាំនាងមានរូបរាងតូចត្រលឹងប៉ុន្តែមានកម្លាំងខ្លាំងក្លានិងមានស្បែកស្រអែមរលោងដោយសារកម្ដៅថ្ងៃភ្នែករបស់នាងមានភាពរស់រវើយដោយផ្ទៃទឹកបឹងពេលត្រីពន្លឺព្រះអាទិត្យនៅពេលពិសិដ្ឋលោកដៃទៅចាប់ដៃនាងសុវណ្ណារីបានគ្រាន់តែងក់ក្បាលដោយសភាពរាបសារប៉ុន្តែមិនបានចាប់ដៃគាត់ទេខ្ញុំឈ្មោះសុវណ្ណារីប្រសិនបើលោកត្រូវការទូកទៅផ្សារឬអីផ្សេងសូមប្រាប់ខ្ញុំនាងនិយាយដោយសំឡេងស្ងួតបន្តិចពិសិដ្ឋគិតថានាងត្រជាក់ចិត្តណាស់នាងដូចជាផ្កាលំអិតដែលដុះតែក្នុងទឹកជ្រៅពិបាកនឹងទៅប៉ះពាល់បានភាគទី2ភាសានៃភាពស្ងប់ស្ងាត់ជីវិតនៅក្នុងកំពង់សុបិនគឺពោរពេញទៅដោយភាពខុសប្លែកពីទីក្រុងពិសិដ្ឋត្រូវរៀនពីរបៀបរក្សាលំនឹងពេលដើរលើក្តារតូចចង្អៀតពីរបៀបប្រើប្រាស់ថាមពលអគ្គិសនីដែលខ្សោយបំផុតហើយអ្វីដែលសំខាន់បំផុតគឺរៀនរស់នឹងដោយគ្មានសំឡេងរំខានដំបងឡើយពិសិដ្ឋជាមនុស្សឆ្កងគាត់ធ្លាប់ទម្លាក់កាមេរ៉ារបស់គាត់ចូលក្នុងទឹកម្ដងធ្លាប់ជីកទូកខកទឹកម្ដងហើយសុវណ្ណារីតែងតែនៅទីនោះជួយគាត់ដោយគ្មានពាក្យស្ដីច្រើនយប់មួយពិសិដ្ឋអង្គុយនៅមាត់បង្អួចផ្ទះជួលរបស់គាត់ក៏យកគុណព្រះច័ន្ទពេញវង្សឆ្លុះលើផ្ទៃទឹកបែររលកតិចៗគាត់បានឃើញសុវណ្ណារីកំពុងអង្គុយលើជណ្ដើរផ្ទះរបស់នាងបកត្រីដោយស្ងៀមស្ងាត់គាត់សម្រេចចិត្តប្រថុយដាវឆ្លងកាត់ស្ពានតូចទៅរកនាងតើអ្នកមិនធុញទ្រាន់នឹងការរស់នៅក្នុងទឹកទេឬពិសិដ្ឋសួរដោយប្រយ័ត្នប្រយែងសុវណ្ណារីលើកមុខឡើងហើយញញឹមតិចៗដែលជាស្នាមញញឹមដំបូងដែលពិសិដ្ឋធ្លាប់បានឃើញទីនាងទឹកមិនដែលធុញទ្រាន់ឡើយលោកទឹកតែងតែផ្លាស់ប្ដូររៀងរាល់នាទីពេលថ្ងៃវាទទួលពន្លឺមាសពេលយប់វាទទួលពន្លឺប្រាក់ទឹកជាផ្ទះរបស់ខ្ញុំចុះលោកវិញលោកមកទីនេះដើម្បីស្វែងរកអ្វីមួយមែនទេពិសិដ្ឋសម្លឹងមើលទៅលើមេឃងងឹតខ្ញុំមកស្វែងរកភាពស្ងប់ស្ងាត់ដែលទីក្រុងបានលួចយកទៅពីខ្ញុំប៉ុន្តែឥឡូវខ្ញុំដឹងថាខ្ញុំមិនត្រឹមតែមកស្វែងរកភាពស្ងប់ស្ងាត់ទេខ្ញុំមកស្វែងរកភាពស្រស់ស្អាតពិតប្រាកដចាប់ពីពេលនោះមកជញ្ជាំងដែលបំបីពួកគេបានបាក់បែកជាលំដាប់សុវណ្ណារីចាប់ផ្ដើមបង្រៀនពិសិដ្ឋពីរបៀបចែវទូកតូចៗដោយស្ងៀមស្ងាត់របៀបចាប់ត្រីតាមរដូវហើយនាងបានបង្ហាញគាត់ពីកន្លែងសម្ងាត់ដែលផ្កាឈូកដុះលូតលាស់យ៉ាងច្រើនកុះកែពិសិដ្ឋវិញចាប់ផ្ដើមចែករំលែករឿងរ៉ាវនៃការងាររបស់គាត់និងក្តីស្រមៃចង់រចនាផ្ទះដែលរួមបញ្ចូលធម្មជាតិភាគទី3ពន្លឺពណ៌មាសនៃសេចក្តីស្នេហាដែលរីកដុះដាលនៅកំពង់សុបិនគឺជារឿងដ៏កម្រវាមិនមែនជាស្នេហាភ្លើងឆេះហឹបទេតែជាស្នេហាដែលក៏កើតឡើងដោយពន្លឺថ្ងៃរះយឺតហើយជ្រាបចូលទៅក្នុងជីវិតរបស់ពួកគេល្ងាចមួយពួកគេទាំងពីរបានជិះទូកដែលកាន់កណ្ដាលបឹងពិសិដ្ឋបានយកឧបករណ៍គូររូបមកអង្គុយគូររូបសុវណ្ណារីដែលកំពុងបេះត្រកួនក្នុងទូកតូចមួយហេតុអ្វីបានជាលោកចូលចិត្តគូររូបខ្ញុំម្ល៉េះសុវណ្ណារីសួរដោយសារតែអ្នកគឺជាភាពពិតប្រាកដអ្នកគ្មានការក្លែងបន្លំដោយមនុស្សនៅទីក្រុងទេទឹកនេះបានបង្រៀនអ្នកឲ្យច្បាស់លាស់ពិសិដ្ឋឆ្លើយសុវណ្ណារីទម្លាក់ត្រកួនអ៊ីក្នុងកន្ត្រកហើយបែរមកមើលមុខពិសិដ្ឋយ៉ាងជ្រៅ
លោកក៏ដូចគ្នាដែរពិសិដ្ឋខ្ញុំដឹងថាលោកមានរឿងជាច្រើនដែលធ្វើឲ្យលោកឈឺចាប់ពីមុនមកប៉ុន្តែលោកបានបណ្ដោយឲ្យទឹកនេះលាងជម្រះវាចេញពន្លឺព្រះអាទិត្យលិចបានបាញ់កាំរស្មីពណ៌មាសទៅលើផ្ទៃទឹកបង្កប់បានជាទេសភាពដ៏អស្ចារ្យនៅខឹងទូកដ៏តូចនោះភាពជាស្លឹករបស់ពួកគេបានឈានដល់ចំណុចកំពូលពិសិដ្ឋចាប់ដៃសុវណ្ណារីមីរៀមដៃរបស់គាត់រត់ដុបបន្តិចដោយសារការចៅទូកថ្មីៗនេះគាត់អោនទៅថើបនាងថ្នមឯណោមជាការថើបដែលសោមដោយអោបត្រជាក់នៃផ្ទៃទឹកនិងក្តៅដោយអន្លាត់ភ្លឹងនៃហរតីវាជាពេលដ៏ល្អឥតខ្ចោះពួកគេបានសន្យាថានឹងស្រឡាញ់គ្នាមិនថាជីវិតនៅទីក្រុងឬនៅភូមិបណ្ដែតទឹកនោះទេភាគទី4ជំនោរនៃការពិតសុភមង្គលឯក្នុងកំពង់សុបិនហាក់ដូចជាត្រូវបានរាំងស្ទះដោយការពិតដែលជាមិនរួចមួយខែកន្លះបានកន្លងផុតទៅពិសិដ្ឋត្រូវតែត្រឡប់ទៅភ្នំពេញវិញដើម្បីចូលរួមក្នុងគម្រោងធំមួយយប់នោះពួកគេអង្គុយនៅក្រោមផ្ទះបាយរបស់សុវណ្ណារីដែលលយទៅលើទឹកខ្ញុំត្រូវត្រឡប់ទៅវិញហើយសុវណ្ណារីពិសិដ្ឋនិយាយសំឡេងរបស់គាត់ស្អកបន្តិចសុវណ្ណារីមិនបានមើលមុខគាត់ទេនាងកំពុងត្បែងកន្ទាវតូចមួយពីដើមកំប្លោកយ៉ាងផ្ចិតផ្ចង់ខ្ញុំដឹងហើយតែខ្ញុំនឹងត្រឡប់មកវិញឬក៏អ្នកអាចមករស់នៅជាមួយខ្ញុំនៅទីក្រុងបានពិសិដ្ឋព្យាយាមផ្ដល់ដំណោះស្រាយសុវណ្ណារីបានដាក់កន្ទេលនោះចុះហើយសម្លឹងមើលទៅភ្នែករបស់ពិសិដ្ឋខ្ញុំមិនអាចរស់នៅដោយគ្មានទឹកនេះបានទេទឹកនេះគឺជាដង្ហើមរបស់ខ្ញុំឬគល់របស់ខ្ញុំទីក្រុងនឹងសម្លាប់ខ្ញុំចុះលោកវិនលោកក៏មិនអាចរស់នៅក្នុងទឹកនេះជារៀងរហូតបានដែរលោកមានក្តីស្រមៃធំជាងផ្ទះឈើបណ្ដែតទឹកមួយនេះពាក្យសម្ដីរបស់នាងពិតជាត្រឹមត្រូវពួកគេស្រឡាញ់គ្នាប៉ុន្តែពិភពលោករបស់ពួកគេបានបំបែកគ្នាជីវិតរបស់ពិសិដ្ឋគឺនៅទីក្រុងដែលមានកម្រងរចនាម៉ូដដ៏ស្មុគស្មាញរីឯជីវិតរបស់សុវណ្ណារីគឺស្ថិតនៅក្នុងចង្វាក់នៃរដូវប្រាំងរដូវវស្សានិងការនេសាទប្រចាំថ្ងៃខ្ញុំនឹងរកវិធីពិសិដ្ឋខ្សឹបកុំសន្យាដែលលោកមិនអាចបំពេញបានសុវណ្ណារីនិយាយនាងបានហុចកន្ទែលកំភ្លោកដែលនាងទើបតែត្បាញនឹងទៅឲ្យពិសិដ្ឋហើយនិយាយយកវាទៅពេលដែលលោកនឿយហត់នឹងសំឡេងរំខានសូមក្រឡេកមើលកន្ទែលនេះក្លិនរបស់វាគឺក្លិនកំពង់សុបិនការចែកផ្លូវគ្នាមានការឈឺចាប់ពិសិដ្ឋបានចាក់ចេញទៅដោយបន្សល់ទុកនៅបេះដូងពាក់កណ្ដាលនៅក្នុងភូមិបណ្ដែតទឹកនោះគាត់បានបន្សល់ទុកនៅកាដូមួយម៉ាស៊ីនថតរូបដ៏ទំនើបមួយសម្រាប់សុវណ្ណារីដើម្បីឲ្យនាងអាចថតរូបភាពទឹកដែលនាងស្រឡាញ់បានភាគទី5ការវិលត្រឡប់នៃនិមិត្តកម្មមួយឆ្នាំកន្លះបានកន្លងផុតទៅពិសិដ្ឋបានក្លាយជាស្ថាបត្យករដ៏ល្បីល្បាញគាត់រស់នៅក្នុងផ្ទះល្វែងខ្ពស់នៅកណ្ដាលក្រុងប៉ុន្តែនៅរាល់យប់ក៏តែងតែក្រោកកន្ទេលកំប្លោករបស់សុវណ្ណារីនៅក្បែរគ្រែហើយនៅពេលខ្លះគាត់ស្រមៃឮសំឡេងទឹកបោកបក់ភាពជោគជ័យរបស់គាត់ហាក់ដូចជាគ្មានន័យអ្វីសោះទីក្រុងដែលគាត់រស់នៅគឺជាគុកមាសគាត់នៅតែទំនាក់ទំនងជាមួយសុវណ្ណារីតាមទូរស័ព្ទម្ដងម្ដាលសុវណ្ណារីមិនដែលសុំឲ្យគាត់ត្រឡប់មកវិញទេនាងគ្រាន់តែចែករំលែករឿងរ៉ាវនៃជំនោរឡើងចុះប៉ុណ្ណោះនៅថ្ងៃមួយពេលកំពុងអង្គុយរចនាគម្រោងផ្ទះវីឡាដ៏ប្រណិតមួយពិសិដ្ឋបានឈប់ភ្លាមគាត់មើលទៅក្រៅបង្អុញកញ្ចក់ថ្លាហើយឃើញតែអគារខ្ពស់គាត់បានយល់ថាជីវិតរបស់គាត់មិនមែនជាការរចនាអគារសម្រាប់អ្នកដទៃទេតែជាការរចនាជីវិតសម្រាប់ខ្លួនឯងគាត់បានលក់ភាគហ៊ុនរបស់គាត់មួយចំនួនហើយបានធ្វើការសម្រេចចិត្តដ៏ធំបំផុតក្នុងជីវិត3សប្តាហ៍ក្រោយមកពិសិដ្ឋបានត្រឡប់មកកំពង់សុបិនវិញប៉ុន្តែលើកនេះគាត់មិនបានមកជួបផ្ទះអណ្ដែតទឹកទៀតទេគាត់បានទិញដីតូចមួយនៅលើច្រាំងបឹងដែលជាចំណុចប្រសព្វរវាងដីគោកនិងទឹកនៅល្ងាចមួយសុវណ្ណារីកំពុងចែវទូកដឹកដីឥដ្ឋសម្រាប់ធ្វើផាំងផ្កានាងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញពិសិដ្ឋឈរនៅច្រាំងក្នុងសម្លៀកបំពាក់សាមញ្ញបន្តែមានពន្លឺរស្មីពេញមុខនៅក្បែរគាត់មានបង្គោលឈើជាច្រើនដែលគេរៀបចំសម្រាប់សង់ផ្ទះ
សុវណ្ណារីចែវទូកដែលចិត្តច្រាំងហើយសម្លឹងមើលមុខគាត់ដោយមិននិយាយអ្វីសោះភ្នែករបស់នាងពោពេញដោយទឹកភ្នែកពិសិដ្ឋហេតុអីបានជាលោកមកទីនេះពិសិដ្ឋញញឹមទាំងក្តីស្រឡាញ់ខ្ញុំបានដឹងហើយសុវណ្ណារីខ្ញុំមិនអាចយកអ្នកចេញពីទឹកបានទេហើយខ្ញុំអាចយកខ្លួនខ្ញុំមកជិតទឹកបានខ្ញុំនឹងសង់ផ្ទះនៅទីនេះផ្ទះដែលមើលឃើញផ្ទៃទឹករបស់អ្នកហើយខ្ញុំនឹងធ្វើការរចនាផ្ទះដែលស្រឡាញ់ធម្មជាតិដូចអ្នកស្រឡាញ់ទឹកនេះគាត់ដើរទៅរកនាងលោកដៃទៅជួយទាញទូករបស់នាងខ្ញុំមិនត្រឹមតែយកខ្លួនខ្ញុំមកទេខ្ញុំបានយកបេះដូងខ្ញុំទាំងមូលមកដាក់ទីនេះផ្ទះរបស់យើងនឹងនៅទីនេះរវាងដីនិងទឹកដែលជាកន្លែងដែលយើងអាចរស់នៅជាមួយគ្នាបានតើអ្នកយកគ្រោមទេទឹកភ្នែករបស់សុវណ្ណារីស្រក់មកនាងមិនបាននិយាយអ្វីច្រើនទេគ្រាន់តែចាប់ដៃពិសិដ្ឋយ៉ាងណែនភាពកក់ក្ដៅនៃបាត់ដៃរបស់នាងគឺពិតប្រាកដជាងកិច្ចសន្យាណាមួយទៅទៀតពិសិដ្ឋបានអប់នាងយ៉ាងណែនហើយពួកគេទាំងពីរបានសម្លឹងមើលទៅមុខផ្ទៃបឹងដ៏ធំល្វឹងល្វើយពួកគេបានរកឃើញកន្លែងនិមិត្តកម្មនៃសេចក្តីស្នេហាដែលជាកន្លែងដែលចិត្តទីក្រុងនិងចិត្តទឹកបានរួមបញ្ចូលគ្នានៅលើផ្ទៃគង្គាដ៏ស្រស់ស្អាតនៃកំពង់សុបិនសេចក្តីស្នេហារបស់ពួកគេនឹងបន្តលូតលាស់ជារៀងរហូតដោយដើមកំប្លោកដែលដុះលូតលាស់មិនចេះរីងស្ងួត